រដ្ឋបាលខេត្តកំពង់ធំរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងវិធានការគន្លឹះអភិវឌ្ឍទេសចរណ៍នៅប្រាសាទសម្បូរព្រៃគុកនិងតំបន់ជុំវិញឯកឧត្តមនេបសមុទ្ររដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងារសិក្សានិងអនុវត្តគម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរនៅប្រាសាទសម្បូរព្រៃគុកនិងតំបន់ជុំវិញឯកឧត្តមនួនផារតអភិបាលខេត្តកំពង់ធំអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងវិធានការគន្លឹះអភិវឌ្ឍទេសចរនៅប្រាសាទសម្បូរព្រៃគុកនិងតំបន់ជុំវិញឆ្នាំ2025-2028នេះព្រឹកថ្ងៃទី22ខែមេសាឆ្នាំ2025នៅសាលប្រជុំសាលាខេត្តជាមួយគ្នានេះដែរឯកឧត្តមនេបសមុទ្របានថ្លែងថាដើម្បីឲ្យមានភាពទាក់ទាញនឹងការប្រកួតប្រជែងទេសចរតំបន់ប្រាសាទសម្បូរព្រៃគុកយើងត្រូវប្រែក្លាយប្រាសាទសម្បូរព្រៃគុកនិងតំបន់ជុំវិញឲ្យក្លាយជាគោលដៅទេសចរដ៏ទាក់ទាញប្រកបដោយគុណភាពនិរន្តរភាពនិងបរិយាបន្នរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចផ្ទៃក្នុងដោយប្រើប្រាស់សក្តានុពលនិងធនធានវប្បធម៌និងធម្មជាតិព្រមទាំងចូលរួមដល់ការលើកកម្ពស់ជីវភាពប្រជាជននិងការអភិវឌ្ឍសហគមន៍តាមរយៈការបង្កើតនិងការបង្កើនឱកាសការងារនិងការបង្កើនប្រភពចំណូលជូនប្រជាពលរដ្ឋដោយទាមទារឲ្យមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយពីផលិតផលនិងសេវាកម្មដែលមាននៅក្នុងតំបន់តាមរយៈការរៀបចំយុទ្ធនាការផ្សព្វផ្សាយនិងការបញ្ជ្រាបការយល់ដឹងពីសក្តានុពលទេសចរក្នុងតំបន់នេះឲ្យបានទូលំទូលាយដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាឲ្យបានកាន់តែច្រើនជាងមុននិងមកច្រើនដងឯកឧត្តមនួនផារតបានថ្លែងថាខេត្តកំពង់ធំស្ថិតនៅចំកណ្ដាលនៃព្រះរាជាណាចក្រកម្ពុជាមានសក្តានុពលទាក់ទាញខ្ពស់ទាំងផ្នែកវប្បធម៌ប្រវត្តិសាស្ត្រនិងធម្មជាតិដ៏សម្បូរបែបជាពិសេសតំបន់ទេសចរប្រាសាទសម្បូរព្រៃគុកដែលជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡាមុនសម័យអង្គរទៅទៀតដែលស្ថិតនៅក្នុងឃុំសម្បូរស្រុកប្រាសាទសម្បូរខេត្តកំពង់ធំតំបន់នេះមានប្រាសាទចំនួន327ចែកចេញជា3ផ្នែកមានក្រុមប្រាសាទសំខាន់ៗគឺប្រាសាទសម្បូរប្រាសាទតោនិងប្រាសាទជ័យព័ន្ធក្នុងនោះមានក្រុមរណបប្រាសាទផ្សេងៗនៅខាងត្បូងនិងរបងមាសនិងរាជធានីចាស់ថែមទៀតផងឯកឧត្តមនួនផារតបានបន្ថែមទៀតថាការអភិវឌ្ឍប្រាសាទសម្បូរព្រៃគុកនិងតំបន់ជុំវិញជាគោលដៅទេសចរដ៏លេចធ្លោសម្រាប់ខេត្តកំពង់ធំដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យចូលមកទស្សនាកម្សាន្តនៅគោលដៅអន្តរខេត្តនេះមុនទៅដល់ខេត្តជុំវិញផ្សារភ្ជាប់ជាមួយនឹងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាននិងរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តបានថ្លែងជូនអង្គសិក្ខាសាលាថាក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងការរៀបចំយន្តការរបស់ឯកឧត្តមវង្សសីវិសុទ្ធឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំរដ្ឋបាលខេត្តកំពង់ធំនិងបងប្អូនប្រជាពលរដ្ឋមានសេចក្តីត្រេកអរយ៉ាងក្រៃលែងដែលក្រុមការងារសិក្សានិងអនុវត្តគម្រោងលើកកម្ពស់ភាពទាក់ទាញភ្ញៀវទេសចរនៅប្រាសាទសម្បូរព្រៃគុកនិងតំបន់ជុំវិញបានធ្វើការសិក្សានាពេលនេះប្រកបដោយការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការសម្រេចបានគោលដៅរួមស្របតាមអភិក្រមជាវិភាពនៃប្រព័ន្ធទូអង្គតែមួយរបស់សម្ដេចមហាបវរធិបតី